គ្រប់វីដេអូដែលខ្ញុំកាត់ទាំងអស់គឺខ្ញុំប្រើនៅលើកម្មវិធី CapCut បងប្អូន CapCut របស់ខ្ញុំប្រើគឺអត់មាន logo ទេនៅពីក្រោមវីដេអូឬក៏ពីលើអញ្ចឹងដោយសារខ្ញុំទិញ license CapCut អញ្ចឹងបងមួយខែដូចជា$2 ជិត$3បងប្អូនបងឥឡូវវាតិចដែរក៏មិនបងច្រើនបងប្អូនអញ្ចឹងគឺទម្លាប់របស់ខ្ញុំមកដល់គឺប្រើ CapCut អញ្ចឹងបងប្អូនចូលទៅក្នុង CapCut មកបន្ទាប់មកបងប្អូនចុចយកពាក្យ new video បងប្អូនចុច new video ហើយបងប្អូន select យកវីដេអូដែលយើងចង់យកមកកាត់មកគឺវីដេអូនេះគឺខ្ញុំបាន download រួចហើយខ្ញុំយកមកបញ្ចូលសលេងអញ្ចឹងខ្ញុំកាត់ខ្លះអីខ្លះទៅហើយនឹងបញ្ចូលសលេងខ្លះទៅតែជាទូទៅទម្លាប់ខ្ញុំជួយចិត្តបញ្ចូលសលេងលើវីដេអូអញ្ចឹងបងប្អូនដោយសារវាមានភាពងាយស្រួលយើងអត់មានពិបាកញ៉ៃទេយើងនិយាយទៅយើងនិយាយតាមសាច់វីដេអូបងប្អូនចង់និយាយនិយាយទៅនិយាយតាមវីដេអូដែលយើងថាឥឡូវសកម្មភាពវីដេអូហ្នឹងគេធ្វើពីអីគេចង់និយាយពីអីបងប្អូនរាយរាប់អំពីហ្នឹងមកយើងមើលពីបេដងទៅមើលយល់ពេលដែលមើលយល់ហើយយើងរាយរាប់មកតាមហ្នឹងមកគឺវីដេអូហ្នឹងវាមានភាពតាក់ទាញដូចខ្ញុំជាដើមdownload វីដេអូមកគឺខ្ញុំអង្គុយមើលហើយមើលម្ដងពីរដង3ដងអញ្ចឹងណាបើយល់អស់បងប្អូនមើលច្រើនដងតិចទៅមើលឆាប់យល់ឥឡូវបងប្អូនឥឡូវចាប់ដើមយកកន្លែងបញ្ចូលសលេងបងប្អូនណាខ្ញុំយកពាក្យ record បងប្អូនចុច line record មកបងប្អូនមើលពេលចុច line record ហើយបងប្អូន load បេតុងនេះអាបេតុងហ្នឹងយកអត់បានចុចទេណាយើងចុចម្ដងទៀតអូខេឥឡូវបងប្អូនចុចម្ដងទៀតសិនមកអានេះកន្លែងមេក្បាលមីក្រូបងប្អូនអាហ្នឹងកន្លែង record សំឡេងណាតើបងប្អូនចុចលើវាមកវាចេញនាទីមកបងប្អូន3វិនាទីបងប្អូនបន្ទាប់មកបងប្អូនវាដើរហើយអញ្ចឹងពេលវាដើរបងប្អូននិយាយយើងនិយាយតាមសាច់វីដេអូមកឥឡូវឧទាហរណ៍ថាវីដេអូនេះគេថាសួស្ដីបងប្អូនទាំងអស់គ្នាបងប្រុសនេះកំពុងតែដឹកប៉ែល X អញ្ចឹងមកបងប្អូននិយាយមិននិយាយឲ្យវាសមនឹងវីដេអូបន្ទាប់មកបងប្អូនពេលបងប្អូននិយាយរួចគឺបងប្អូនត្រូវមើលវាតើវាត្រឹមត្រូវនៅជាទូទៅគឺខ្ញុំចូលចិត្តបើកសលេងខ្ញុំអត់យកសលេងទៅ100ទេខ្ញុំយកដល់250ទៅដើម្បីថាឲ្យសលេងខ្ញុំវាកាន់តែលឺសូជាងមុនអញ្ចឹងលឺសូជាងមុនហើយវាលឺសូយ៉ាងខ្លាំងកុំឲ្យតែពេលបងប្អូនស្ដាប់ទៅងល់អត់ដឹងធ្វើអីអញ្ចឹងណាអត់ដឹងនិយាយពីអីអញ្ចឹងខ្ញុំចាប់ផ្ដើមបើកសលេងវាហើយខ្ញុំតេស្តវាម្ដងទៀតតើកន្លែងណាដែលខ្ញុំគួរកាត់ចោលកន្លែងណាគួរយកកន្លែងណាគួរមិនយកអញ្ចឹងខ្ញុំកាត់ចោលកុំគិតច្រើនកាត់វាចោលអស់យកតែកន្លែងណាល្អបានបងប្អូនបន្ទាប់ពីបងប្អូនតេស្តហើយគឺបងប្អូនទៅមើលកន្លែង AL UHD អញ្ចឹងគឺទម្លាប់ខ្ញុំគឺខ្ញុំចុចទៀតហើយយកទៅ720ទេ720ហើយខ្ញុំអាចសេរីបានសេរីរ៉ែមយក30ក៏បាន50ក៏បាន60បានអញ្ចឹងខ្ញុំយក50បងប្អូនមើល50វា42 MB អូខេប៉ុណ្ណឹងហើយបងប្អូនចុចកន្លែង export បងប្អូនណាយក export មកពេលចុច export ដល់វីដេអូរបស់បងប្អូនគឺអូខេហើយបងប្អូនរងចាំ 100% ទៅគឺនឹងប្រើអាចយកបផលខុសដែរតែពេលនេះគឺខ្ញុំអត់យកទេវាអត់ complete 100% ខ្ញុំចង់កែវាម្ដងទៀតគឺខ្ញុំអត់ export ឲ្យ complete ទេអញ្ចឹងបងប្អូន export ឲ្យ complete ទៅបងប្អូនអាចយកទៅផលបានហើយបាយ